នៅព្រឹកម៉ោង 9:15 នាទីថ្ងៃប្រហ័សទី 30 ខែមេសាឆ្នាំ 2026 នេះសាឡាវថោភ្នំពេញសម្រេចតម្កល់សារក្រមរបស់សាលាដំបងរាជធានីភ្នំពេញលើសំណុំរឿងលោកកឹមសុខានិងបន្ថែមទោសហាម5មិនឲ្យចាក់ចេញពីប្រទេសរយៈពេល5ឆ្នាំសហមេធាវីការពីឲ្យលោកកឹមសុខាគឺលោកផាញ់ហេងបានខកចិត្តនឹងសេចក្តីសម្រេចរបស់សាឡាវថោទៅលើកូនក្តីរបស់លោកបើតាមលោកផាញ់ហេងសេចក្តីសម្រេចនៅថ្ងៃនេះហាក់ផ្ទុយពីការរំពឹងទុកដែលចង់ឃើញមានការផ្សះផ្សានិងឯកភាពជាតិតាមរយៈការដោះលែងអ្នកទោសនយោបាយយើងសម្ដែងនៅការសោកស្ដាយបាទហើយយើងមិនដឹងថាអាដាមកឹមសុខានឹងសម្រេចប្តឹងសារទុកឬក៏បញ្ចប់ត្រឹមនេះបាទព្រោះយើងមើលទៅស្ថានភាពពេលនេះគួរតែរដ្ឋាភិបាលដែលដឹកនាំដោយគណៈបព្វជិជនស្វែងរកការផ្សះផ្សាជាតិប៉ុន្តែឃើញសាលក្រមរបស់តុលាការថ្ងៃនេះសាលដីការបស់សាលាតោថ្ងៃនេះវាមិនដូចការរំពឹងទុកទោះជាយ៉ាងនេះក្តីសហមេធាវីនឹងមានជំនួបពិភាក្សាជាមួយលោកកឹមសុខាតាក់ទងទៅនឹងការបន្តនីតិវិធីប្តឹងទាស់និងបណ្ដឹងសារទុកទៅតុលាការកំពូលលោកមេធាវីផែងហេងឲ្យដឹងទៀតថាលោកកឹមសុខាមានទឹកមុខក្រៀមក្រំក្រោយស្ដាប់ការប្រកាសសាលដីការបស់សាឡាវថោយើងគិតថារាជរដ្ឋាភិបាលនៅស្វែងរកការផ្សះផ្សាជាតិបង្រួមរួមជាតិតាមរយៈការដោះស្រាយរឿងទាំងឡាយណាដែលពាក់ព័ន្ធអ្នកនយោបាយពាក់ព័ន្ធនឹងសកម្មជនសិទ្ធិមនុស្សក៏ដូចជាអ្នកដែលធ្វើកិច្ចការដើម្បីសង្គមណាដែលយើងឃើញសាលក្រមសាលដីកាថ្ងៃនេះហាក់ដូចជាផ្ទុយពីអ្វីដែលយើងគិតថារាជរដ្ឋាភិបាលនឹងគិតគូរដល់ការផ្សះផ្សានិងពង្រឹងឯកភាពជាតិដែលក្នុងខណៈដែលប្រទេសថៃកំពុងតែធ្វើទុកបុកម្នេញមកលើយើងនៅតាមព្រំដែននេះលោកអំសំអាតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូដែលចូលរួមសង្កេតការណ៍ក្នុងសវនកម្មលោកកឹមសុខាបានថ្លែងឲ្យដឹងថាអ្នកនយោបាយខ្មែរគួរតែបន្តវប្បធម៌សន្ទនាគ្នាដើម្បីផ្សះផ្សាជាតិចាំមើលទៅករណីនេះយើងឃើញថាការសម្រេចរបស់តុលាការវាជារឿងមួយប៉ុន្តែគាត់ថាយើងជាអង្គការសង្គមស៊ីវិលនឹងយើងចង់ឃើញថាអ្នកនយោបាយខ្មែរគាត់មានបន្តនៅវប្បធម៌សន្ទនានៃការចរចាដើម្បីរកដំណោះស្រាយមួយចេញដូចពីមុនមកគឺការចរចាគ្នាហើយអាចនឹងមានការដោះស្រាយផ្នែកនយោបាយហើយមានការបន្ធូរបន្ថយឬក៏អាចនឹងមានការច្រកចេញតាមណាមួយដើម្បីឲ្យคล้ายទៅជាការមានសាមគ្គីភាពជាតិឯកភាពជាតិហើយនឹងខ្មែរតែមួយហើយអ្នកនយោបាយទាំងអស់គឺយើងតម្កល់ដល់ប្រយោជន៍ជាតិដល់ប្រយោជន៍ពលរដ្ឋជាធំណាបាទហ្នឹងគឺជាច្រកមួយទៀតក្រៅតែអំពីរឿងដំណើរការនៅតាមតុលាការបាទកាលពីថ្ងៃទី3ខែមីនាឆ្នាំ2023សាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសប្រធានអតីតគណបក្សសង្គ្រោះជាតិលោកកឹមសុខាឲ្យជាប់ពន្ធនាគាររយៈពេល27ឆ្នាំដែលដកហូតសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋជាស្ថាពរវិទ្យុបារាំងអន្តរជាតិ RFE នៅពុំទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យសាលាធរភ្នំពេញបាននៅឡើយទេគិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នេះIn political pluralism in Cambodia, and so that was the reason for our presence here today. We'll be issuing a statement later this afternoon. What is the decision? It's not for me to speak to the result. My name is Christian Desroches. I'm the ambassador of Canada. បន្ទាប់ពីការប្រកាសសាលដីការួចក្បួនរថយន្តសមត្ថកិច្ចបានដឹកលោកកឹមសុខាចេញពីតុលាការទៅឃុំឃាំងបន្តនៅក្នុងផ្ទះរបស់លោកនៅខណ្ឌទួលគោករាជធានីភ្នំពេញបណ្ដាអង្គទូតបរទេសនិងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិបានមានវត្តមានចូលរួមសង្កេតការណ៍នៅក្នុងសវនកម្មផងដែរលោកយ៉ែមពុញរិទ្ធដែលជាអតីតសហការីស្និទ្ធស្នាលនឹងលោកកឹមសុខាយល់ថាលោកកឹមសុខាជាមនុស្សស្អាតស្អំនិងពុំបានប្រព្រឹត្តសកម្មភាពណាមួយដោយការចោទប្រកាន់របស់តុលាការឡើយចំពោះលោកយ៉ែមពុញរិទ្ធសកម្មភាពនយោបាយរបស់មេដឹកនាំបកប្រឆាំងលោកកឹមសុខាគឺដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើងទៅតែបានទទួលដំណឹងហ្នឹងហើយយើងពិតជាមានការខកចិត្តហើយសោកស្ដាយយ៉ាងខ្លាំងពីព្រោះការតស៊ូមតិរបស់យើងការធ្វើនយោបាយរបស់ឯកឧត្តមប្រធានកឹមសុខា
គាត់តែងតែព្យាយាមការពារលើកម្ពុជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពសិទ្ធិមនុស្សហើយការចោទប្រកាន់នេះវាគ្មានមូលហេតុណាមួយឲ្យជាក់លាក់ពិតប្រាកដច្បាស់លាស់ដូច្នេះយើងមានការខកចិត្តហើយសោកស្ដាយជាទីបំផុតបាទ នៅក្នុងកលៈទេសៈដែលប្រទេសកម្ពុជាកំពុងមានចំនួនព្រំដែននិងស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រកបប្រជាការរួបរวมផ្សះផ្សាជាតិរវាងអ្នកនយោបាយគ្រប់និន្នាការគឺជារឿងចាំបាច់សម្រាប់ការដោះស្រាយបញ្ហាប្រទេសជាតិនេះបើតាមលោកយ៉ែមពញ្ញរិទ្ធមុននឹងសង្កត់ធ្ងន់ថាប្រព័ន្ធតុលាការនៅកម្ពុជាគួរតែមានការធ្វើកំណែទម្រង់ដើម្បីផ្ដល់ភាពយុត្តិធម៌ទៅដល់ជនរងគ្រោះ មិនថាតែជាអង្គទូតឬមួយក៏មតិយោបល់អ្នកវិភាគនយោបាយអ្នកនយោបាយឬក៏ប្រជាពលរដ្ឋទេលោកតែងតែលើកឡើងគឺចង់ឲ្យមានតម្លាភាពចង់ឲ្យមានសិទ្ធិសេរីភាពនៃការបញ្ចេញមតិសិទ្ធិសេរីភាពនៃការជួបជុំហើយនិងសិទ្ធិសេរីភាពនៃការចូលរួមនយោបាយដោយពេញលេញដោយគ្មានការរើសអើងហើយនៅពេលដែលមានការកាត់ក្តីបែបនេះទៅលើប្រធានគណៈបកមួយឲ្យជាប់ទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុតដែលគាត់ដែលពួកយើងយល់ឃើញថាគាត់ពុំបានប្រព្រឹត្តខុសផងនោះវាធ្វើឲ្យមានសម្ពាធផ្លូវចិត្តទៅលើប្រជាពលរដ្ឋយ៉ាងខ្លាំងបាទដែលយើងយល់ឃើញថាឲ្យតុលាការឯករាជ្យពិតប្រាកដផ្ដល់ភាពយុត្តិធម៌ហើយស្មើមុខគ្នាចំពោះមុខច្បាប់នោះជារឿងមួយដ៏សំខាន់បងប្អូនអាចឃើញសង្គមរបស់យើងមានបញ្ហាអីខ្លះ online scam បញ្ហាឆោបបោក online បញ្ហាប្រជាពលរដ្ឋលោករងគ្រោះដោយសាររឿងដីធ្លីអីជាដើមរឿងច្រើនណាស់ក៏ប៉ុន្តែជាដំណោះស្រាយជាហូរហែយើងតែងតែសង្កេតឃើញភាពយុត្តិធម៌ពុំបានទៅខាងជនរងគ្រោះប្រមាណទេ